ធ្វើម្ហូបមួយមុខនេះហើយទោះជាយើងដាច់លុយនៅក្នុងកម្រិតធនធ្ងរយ៉ាងណាក៏ដោយក៏គេមើលដឹងដែរពីព្រោះម្ហូបនេះគឺជាម្ហូបបែបអភិជនអញ្ចឹងណាចានៅក្នុងហ្នឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអំពីវិធីនៃការធ្វើខាត់ណាអប់អំបិលម្ទេសដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយចំណាយអស់លុយតិចតាមទៀតផងហើយនៅក្នុងហ្នឹងគឺខ្ញុំបានទិញខាត់ណាហ្នឹងគឺចំនួន1000រៀលម្ដុំគឺតែ1000ទេខែនេះបន្លែគឺធូរថ្លៃមែនទែនហើយបន្ទាប់មកគឺខ្ញុំបានយកខាត់ណាហ្នឹងយកមកបកសម្បកចេញមកហើយនឹងយើងយកមកចាត់ទៅជាចំណិតរាងបច្ឆិតបែបហ្នឹងហើយចំណែកស្លឹកក៏ខ្ញុំយកខ្លះដែរប៉ុន្តែយកតែស្លឹកណារាងខ្ចីទេបន្ទាប់មកទៀតគឺយកខាត់ណានោះយកមកលាងទឹក2 3ទឹកឲ្យបានស្អាតល្អអញ្ចឹងទៅពីព្រោះថាវាអាចមានដីមានអីអញ្ចឹងណាចាខ្ញុំបានយកឆ្នាំងមួយដាក់ដាំទឹកគឺចំនួន1ផ្តាល់ហើយនឹងយើងទុកទឹកហ្នឹងឲ្យបានពុះល្អបន្តិចពេលដែលទឹកពុះល្អហើយគឺយើងដាក់ខាត់ណាដែលយើងបានលាងសម្អាតមិញហ្នឹងគឺស្រោះចូលតែមួយផ្លែទេគឺគ្រាន់តែដាក់ចូលហើយគឺយើងនឹងស្រង់ចេញមកវិញឯការធ្វើបែបនេះដើម្បីជួយឲ្យខាត់ណារបស់យើងហ្នឹងគឺបានរាងឆ្អិនបន្តិចហើយមានពណ៌ស្អាតល្អហើយនឹងមានរសជាតិឆ្ងាញ់ផងដែរព្រោះអីវាអត់មានជាតិហាងណាចាអញ្ចឹងយើងអាចស្រង់ដាក់មកហើយបន្ទាប់មកខ្ញុំបានចាក់ទឹកត្រជាក់នៅពីលើនឹងបន្តិចទៀតដើម្បីឲ្យវានៅតែរក្សាពណ៌បៃតងស្អាតដដែលណាហើយខ្ញុំបានយកម្ទេសហើយនឹងខ្ទឹមនោះយកមកបុកហើយនៅក្នុងម្ហូបមួយមុខនេះគឺយើងអាចប្រើម្ទេសហើយនឹងខ្ទឹមឲ្យរាងច្រើនបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយហើយនឹងមានរសជាតិរាងហឹរបន្ទាប់មកគឺយើងដួសម្ទេសនឹងខ្ទឹមដែលយើងបានបុកម៉ត់ហើយនឹងយកទៅដាក់នៅក្នុងចានមួយដែលឡាយសិនទៅគឺយើងនឹងចូលដល់របៀបនៃការចម្អិនតែម្ដងនៅក្នុងហ្នឹងគឺងាយមែនតែនចំណាយពេលត្រឹមតែ5នាទីគឺបានឆ្អិនហើយយើងដាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យរាងក្តៅបន្តិចមករួចដាក់ម្ទេសនិងខ្ទឹមដាក់លីងចូលឲ្យបានឈ្ងុយរាល់មុខម្ហូបឆាដែលមានខ្ទឹមគឺយើងអាចលីងខ្ទឹមនោះហើយនឹងម្ទេសឲ្យបានរាងឈ្ងុយបន្តិចទៅពេលយើងញ៉ាំទៅអត់មានក្លិនកំពុលទេពេលណាដែលលីងមកទៅឈ្ងុយបានល្អហើយហ្នឹងគឺយើងអាចដាក់គ្រឿងផ្សំចូលដូចជាស្ករត្នោតហ្នឹងគឺចំនួន1ចុងល្ព្រាបាយហើយមុខម្ហូបនេះប្រើប្រេងខ្យងរាងច្រើនបន្តិចយើងអាចដាក់1ល្ព្រាបាយកន្លះទៅហើយទឹកម្ទេសគឺចំនួន1ល្ព្រាបាយហើយនឹងទឹកត្រីហ្នឹងគឺចំនួន2ល្ព្រាកាហ្វេទៅហើយនឹងម្សៅស៊ុបមាន់ហ្នឹងគឺចំនួន1ល្ព្រាកាហ្វេបន្ទាប់មកទៀតគឺដាក់ខាត់ណាហ្នឹងយកមកឆាចូលគ្នាជាមួយនឹងគ្រឿងតែម្ដងហើយនៅក្នុងហ្នឹងនៅពេលដែលយើងឆាចូលច្បល់អញ្ចឹងទៅគឺមានក្លិនឈ្ងុយមែនទែនហើយសម្រាប់ខាត់ណានៅពេលដែលយើងធ្វើតាមវិធីសាស្ត្រដែលខ្ញុំបានប្រាប់មុនហ្នឹងគឺពេលដែលយើងយកមកឆាគឺមើលទៅខាត់ណាគឺមានពណ៌ស្រស់ល្អហើយអត់ឃើញពណ៌ស្លោកមើលទៅអត់គួរឲ្យចង់ញ៉ាំទេគឺមើលទៅគឺតំណងចង់ញ៉ាំមែនទែនណាចាហើយយើងក៏ច្បល់តែមួយផ្លែតមកគឺបានរួចរាល់ហើយដោយសារខាត់ណាយើងអត់យករាងស្លោកឬក៏រាងផុយពេកទេគឺយើងយករាងនៅច្រប់គឺមានរសជាតិឆ្ងាញ់ហ្មងពេលនេះឃើញថាមុខម្ហូបគឺបានរួចរាល់ហើយដួសមកខ្ញុំធានាមែនម្ហូបអភិជនមួយមុខនេះគឺអាចញ៉ាំគ្នាបាន2នាក់ហើយក្នុងហ្នឹងអស់តែ1000រៀលទេងាយមែនទែនចាអរគុណ